Cô để đi cay vô nhanh nhé ngàyนี้បន្ទាប់ពីកូនចេញពីសាលារៀនហើយកូនបងក៏គាត់ចេញពីប្រឡងដែរបងប្អូនដល់ពេលអញ្ចឹងទៅក៏នាំគ្នាមកញ៉ាំចំណីដែលកូនចូលចិត្តដល់ពេលខ្ញុំសួរកូនកូនចង់ញ៉ាំអីទៅគេនិយាយថាគាត់ចង់ញ៉ាំមីដុតអញ្ចឹងទៅក៏នាំគាត់មកញ៉ាំមីដុតនៅហាងមួយកន្លែងនេះទៅបងប្អូនហាងមួយកន្លែងនេះគឺគាត់ចង់មកយូរហើយព្រោះគាត់ឃើញគេ review តាមវីដេអូពេលអញ្ចឹងទៅគាត់ថាម៉ាក់នៅកន្លែងហ្នឹងស្អាតហើយអញ្ចឹងចង់ទៅញ៉ាំមីដុតនៅកន្លែងហ្នឹងអញ្ចឹងខ្ញុំក៏បំពេញបំណងឲ្យកូនទៅយើងចាំកូនណាបងប្អូនយើងតើតាមានការលើកទឹកចិត្តកូនខ្លះបន្ទាប់ពីការប្រឡងហើយឬមួយក៏កូនរៀនបានបកាយអីអញ្ចឹងយើងគួរតែមានដូចថារបស់លើកទឹកចិត្តកូនខ្លះដូចជាញ៉ាំនេះញ៉ាំនោះទិញរបស់នេះរបស់នោះទិញទួយតាមលទ្ធភាពយើងដែលមានណាអញ្ចឹងយើងជាការលើកទឹកចិត្តតិចតួចដល់កូនព្រោះថាកូនណាកូនក្មេងធម្មតាបើសិនជាយើងមានការលើកទឹកចិត្តឲ្យគាត់គឺគាត់ចេះតែមានកម្លាំងខំប្រឹងប្រែងក្នុងការរៀនសូត្រអីចឹងទៅពួកអីគាត់ជាក្មេងអញ្ចឹងគាត់ជាกระดาษសមួយដែលត្រូវការលើកទឹកចិត្តដែលត្រូវការដូចថាទស្សនវិជ្ជាល្អដែលម៉ាក់ប៉ាបង្ហាញភាពកក់ក្ដៅឲ្យគាត់ឲ្យបានច្រើនព្រោះការចិញ្ចឹមកូនរបស់ខ្ញុំអត់ចង់ឮពាក្យថាម៉ាក់ស្រឡាញ់កូននេះជាងកូននោះជាងទេពួកអីខ្ញុំធ្វើអ្វីមួយគឺខ្ញុំស្មើភាពហើយនឹងរក្សាផ្លូវអារម្មណ៍កូនជានិច្ចខ្ញុំក៏ជាកូនម្នាក់ដែរដែលត្រូវការភាពកក់ក្ដៅនិងការយកចិត្តពីឪពុកម្ដាយអញ្ចឹងហើយបានខ្ញុំចង់ចិញ្ចឹមកូនខ្ញុំឲ្យដូចឪពុកម្ដាយខ្ញុំចិញ្ចឹមខ្ញុំដូចគ្នាព្រោះពួកគាត់មិនបានមកសុំយើងកើតទេគឺយើងជាអ្នកបង្កើតអញ្ចឹងយើងត្រូវតែមើលថែនិងបីបាច់ថែរក្សាពួកគាត់ឲ្យបានល្អអរគុណបងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំចាំជួបគ្នាវីដេអូក្រោយ